បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីរាប់អានពី ASC និង Alpha Service Center បាទហើយនេះមិនមែន1មិនមែន2មិនមែន3បាទគឺច្រើនណាស់ហើយរថយន្ត Alpha មួយគ្រឿងនេះដែរឆ្នាំ2019បាទមក2019គាត់ទិញធូរថ្លៃដល់ពេលឆែកខ្ញុំមើលលទ្ធផលនៃការដេញថ្លៃរថយន្តនៅប្រទេសជប៉ុនគឺតម្លៃឡានយ៉ាប់ពុកម៉ែបងប្អូនហើយការធ្វើយ៉ាប់បែបនេះទៀតចឹងហើយពុកម៉ែបងប្អូនគាត់លឺសូទៅកែในជប៉ុនអូកែនៅអារ៉ាប់គឺដួលពុកម៉ែបងប្អូនមើលតាមមើលចឹងគាត់លើកតាប់ឡូមកដោះចេញចឹងទៅអាកាត់ហិចបិទពុកម៉ែបងប្អូនបិទកាវជាច្រើនហើយមកសុំតិចចឹងពុកម៉ែបងប្អូនបាត់មុខងារប្រើប្រាស់អស់ប្រព័ន្ធភ្លើងប្រព័ន្ធអីគឺបាត់បាទហើយគេធ្វើអត់ឲ្យលូតសញ្ញានឹងលើតាប់ឡូឬសញ្ញាគេអត់ឲ្យធ្វើអត់ឲ្យលូតសញ្ញាពុកម៉ែបងប្អូនតើតែដាក់ computer scan បានដឹងហើយពុកម៉ែបងប្អូនប្រយ័ត្នប្រយែងក្នុងការឃោសនាហើយការឃោសនាក្រោមប្រធានបទតម្លៃអីផ្សេងឡានស្អាតហើយអ្នកដែលឃោសនាគាត់មិនដែលយល់ពីឡានហើយគាត់ដឹងតែឃោសនាគាត់ហាក់លក់បាទប៉ុញ្ចឹងនេះគាត់ម្នាក់ទីផ្សារបាទហើយពាក់ព័ន្ធនឹងបច្ចេកទេសឡានអីគាត់មានទឹកដិនអីហើយគាត់មើលតឡានអូស្អាតណាស់ថ្នាំស៊ីនតម្រាក់ពីកុងតឺន័រមកសិតតដួលហើយពុកម៉ែបងប្អូនបាទហើយរថយន្តទាំងប្រមាណគ្រឿងនេះយកមកធ្វើឡើងវិញនៅ ASC Alpha Service Center យើងខ្ញុំយ៉ាងបាទតែការឆ្កឹះមុខអាម៉ាស៊ីនដែលគេធ្វើនឹងគេចោលទាំងអស់ពុកម៉ែបងប្អូនយើងបំពាក់ជាមួយមុខម៉ាស៊ីនឆ្វេងបាទជាមួយនឹងគ្រឿងឆ្វេងទាំងអស់ពុកម៉ែបងប្អូនមានជាង100មុខបាទនៅពេលដែលយើងបដូរមុខម៉ាស៊ីនហើយគឺតម្រង់មុខម៉ាស៊ីនរថយន្តឆ្វេងយ៉ាងម៉េចគឺបែបហ្នឹងហើយយើងចាប់ចូលទៅតាមតម្រង់បាទទៅតាមពុំទៅតាមຂະຫນាតដំឡើងដូចនឹងរោងចក្រយ៉ាងពុកម៉ែបងប្អូនរៀនពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនអាចតាមមើលហើយយកវីដេអូនេះទៅប្រៀបធៀបជាមួយរថយន្តឆ្វេងបាទហើយពុកម៉ែបងប្អូនកុំភ្លេចក៏ត្រូវឆែកមើលរថយន្តពុកម៉ែបងប្អូនហើយយ៉ាងម៉េចអត់មានអស់ថ្លៃពុកម៉ែបងប្អូនចង់ឆែកមើលមកដាក់ computer scan មើលឆែកមើលអីផ្សេងនៅ ASC អត់មានអស់ថ្លៃទេតែ$20ពុកម៉ែបងប្អូនយើងធ្វើខាឆែកជូនពុកម៉ែបងប្អូនហើយការសម្រេចចិត្តធ្វើអានឹងអាស្រ័យលើពុកម៉ែបងប្អូនហើយទាំងនេះគឺជារថយន្តដែលខាង ASC Alpha Service Center យើងខ្ញុំធ្វើការតម្លើងជូនភ្ញៀវសារជាថ្មីឡើងវិញច្រើនគ្រឿងដែលគាត់ទិញគាត់ជួបបញ្ហាពុកម៉ែបងប្អូនបាទគាត់ស្ដាប់មួយផ្លែតគាត់ឮសូរតែ Alpha ដូចគ្នាហើយតម្លៃធូរគាត់គិតអញ្ចឹងអត់ដឹងថាឡាននោះ option យ៉ាងម៉េចឡាននោះគុណភាពយ៉ាងម៉េចហើយបើស្អាតនឹងគុណភាពនឹងដែលមានអីជាបញ្ជាក់រាល់រថយន្តនៅជប៉ុនគឺមានឯកសារបញ្ជាក់ចេញពី inspector នៅជប៉ុនទាំងអស់ពុកម៉ែបងប្អូនឥឡូវយើងមកតាមមើលឃើញពុកម៉ែបងការបដូរជាខូចឆ្វេងឈ្មោះ gear ឈ្មោះ fan អញ្ចឹងហើយការបដូរទាំងអស់គ្រឿងម៉ាស៊ីនត្រជាក់ឆ្វេងអញ្ចឹងពុកម៉ែបងស្ទះបើកខ្យល់ក្នុងកាវរថយន្តដូចឆែកម៉ាស៊ីនត្រជាក់ពុកម៉ែបងប្អូនទាំងហាលខ្យល់គឺឆ្វេងស៊ីនបែបហ្នឹងអញ្ចឹងពុកម៉ែបងប្អូនបាទចឹងហើយពុកម៉ែបងប្អូនក៏បើកកែលុយមកឃើញម៉ាស៊ីនត្រជាក់ឆ្វេងស៊ីនហើយនឹងម៉ាស៊ីនត្រជាក់ដែលកែច្នៃហើយកៅអីឆ្វេងស៊ីនចឹងពុកម៉ែបងប្អូនតាមពិនិត្យមើលកងតាក់បាទហើយមួយទៀតគេដូរគម្របហើយមានកៅអីកងតាក់ស្មាអីទាំងអស់នឹងចឹងបែបផែនចឹងពុកម៉ែបងប្អូនចឹងតាមហើយស្វែងយល់ពុកម៉ែបងប្អូនហើយសួរព័ត៌មានឲ្យច្រើនកុំឲ្យលីតាឃោសនាហើយតម្លៃទៅឲ្យពុកម៉ែបងប្អូនដួលបាទចឹងខ្ញុំបាទក៏សូមអរគុណហើយសូមជម្រាបលាជូនពរពុកម៉ែបងប្អូនទាំងអស់សុខភាពល្អប្រយ័ត្នប្រយែងនិងជោគជ័យគ្រប់ភារកិច្ចទាំងអស់និងគ្រប់ក្រុមគ្រួសារសម្រាប់ឆ្នាំថ្មីខាងមុខនេះបាទសូមអរគុណនិងសូមជម្រាបលា